ធ្លាប់តែឃើញវីដេអូគេអ្នកអាជីពគេកាត់វីដេអូបែបនេះលោតចុះលោតឡើងបាក់ background ព្រិលមានអក្សរហូតពីលើមានរូបភាពនៅខាងក្រោយបែបនេះអីឥឡូវខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នា free ហ្មងអត់អីណា free អត់មានអស់លុយមករៀនណាតោះឥឡូវបើសិនជាចង់ចេះអីមើលវីដេអូមួយហ្នឹងហើយ save ទុកមើលថ្ងៃក្រោយទៀតដំបូងហ្នឹងខ្ញុំបង្រៀនអ្នកនរគ្នាពីរបៀបដាក់ background ឲ្យព្រៃដែលយើងត្រូវធ្វើដំបូងបំផុតហ្នឹងគឺយើង duplicate វីដេអូដែលយើងដាក់ហើយហ្នឹងហើយយើងចង់ remove background ដើម្បីដាក់ background ខាងក្រោយឲ្យវាព្រិលបងចូលមកកន្លែង remove background សិនមកហើយកន្លែង remove background ហ្នឹងបើសិនជាបងអត់មាន CapCut Pro ទេបងចូលមកកន្លែង custom remove ហ្នឹងយកពាក្យថា brush ឬក៏ជក់ហ្នឹងហើយបងចុចកន្លែងណាដែលបងចង់ទុកវាតមកយើងយកពាក្យ stroke នេះដើម្បីយើងដាក់សុំជុំវិញរូបរបស់យើងអញ្ចឹងបើសិនជាបងចង់ដាក់ stroke បែប free គឺវាមានច្រើនឲ្យយើងរើសបើសិនជាបងប្រើ CapCut ដែលបងលុយហើយគឺបងអាចសេរីតាមខ្ញុំនេះបានរួមទៅបងឆ្លាញ់សុំបែបណាគឺអាចសេរីតាមនឹងបានហើយខ្ញុំ recommend បងកន្លែង picture ហ្នឹងបងបន្ថយវាអស់មកហ្នឹងវាធ្វើឲ្យរូបភាពវីដេអូរបស់យើងហ្នឹងមើលទៅបែបព្រាកចេញគ្រាប់តទៅយើងសេរីរួចរាល់បងចុចសញ្ញា tick ហ្នឹងមកហើយបងឃើញបែបនេះបងកុំបារម្ភបងចុចនៅលើវីដេអូហ្នឹងហើយបងរកមើលពាក្យថាលេបែបនេះព្រួញពីរបែបហ្នឹងបងចុចកន្លែងហ្នឹងហើយបង scroll វីដេអូរបស់យើងឲ្យមកមុខហ្មងនិយាយរួមស្មើដើមស្មើចុងវីដេអូដែលបងសេរីស្មើហើយបងអត់ចាំបាច់បិទសំឡេងមួយក៏បានដែរបើសិនជាបងចង់ដាក់ព្រិលបងចុចនៅលើវីដេអូខាងលើហើយបងរកមើលពាក្យថា effect ឬក៏រូបផ្កាយបែបនេះចូលវីដេអូ effect ហើយបងរកពាក្យថា blur បែបនេះត្រង់កន្លែង blur ហ្នឹងគឺបងអាចសេរីបានទៀតបងចង់ឲ្យវាព្រិលតិចព្រិលខ្លាំងអីគឺតាមនឹងបានទៀតរបៀបកាត់វីដេអូជារង្វង់ហើយរំកិលចុះឡើងតពីវីដេអូមុនមកបើសិនជាបងចង់ឲ្យវីដេអូរបស់យើងហ្នឹងវាចេញជារង្វង់អញ្ចឹងបងត្រង់កន្លែងណាដែលបងចង់ធ្វើឲ្យវាចេញជារង្វង់ហ្នឹងមកបង scroll រកមើលពាក្យថា mask បើទៅ tool នៅក្នុង CapCut គឺបងដដែលបើសិនជាបងចេះកន្លែងណាមួយច្បាស់ហើយគឺយើងអាចប្រើបានរហូតត្រង់កន្លែងនេះគឺយើងពង្រីកវាមកបងចង់បានទូចប៉ុណ្ណាបងអាចបរិចតាមឲ្យពេញផ្ទៃមុខរបស់យើងអញ្ចឹងណាហើយបើសិនជាបងចង់ឲ្យវាស៊ូមទូចអីបងចុចនៅលើវីដេអូហ្នឹងហើយចាំយើងពង្រួមវាតាមក្រោយក៏បានដែរដូចខ្ញុំបានធ្វើអញ្ចឹងបន្ទាប់ពីយើងកាត់វីដេអូឲ្យវាជារង្វង់ហើយវាឡើងចុះអីបងចុចកន្លែង keyframe បែបនេះតែខ្ញុំចង់ឲ្យវាចុះឡើងជា3កង់អញ្ចឹងគឺខ្ញុំអូសបែបនេះហើយគឺខ្ញុំអូសម្ដងទៀតដូចខ្ញុំបានបង្ហាញបងនៅក្នុងវីដេអូហ្នឹងអញ្ចឹងបើសិនជាបងអត់ចង់ឲ្យវាឡើងចុះទេបងគ្រាន់អូសទៅលើហើយប៉ុណ្ណឹងគឺរួចរាល់ហើយមេរៀនទី3ដាក់អក្សរនៅខាងក្រោយវីដេអូរបស់យើងតាមពិតទៅរបៀបធ្វើមួយហ្នឹងគឺខ្ញុំធ្លាប់បង្រៀនបងបែបជាវីដេអូមួយបងតែនៅក្នុងវីដេអូហ្នឹងគឺខ្ញុំរួមឲ្យបងដើម្បីបានវីដេអូបែបហ្នឹងគឺបងធ្វើបែបណាត្រង់កន្លែងដាក់អក្សរហ្នឹងពេលដែលបងដាក់អក្សរសេរី font ហើយគឺខ្ញុំ recommend ឲ្យបងប្រើ style ហ្នឹងបងឆ្លាញ់ពណ៌ណាឬក៏ចង់បាន style បែបណាអីគឺបងដាក់តាមហ្នឹងមកហើយកុំភ្លេចដាក់ stroke ឲ្យសោះ stroke ហ្នឹងដែរខ្ញុំ recommend បងឆ្លាញ់ដាក់ពណ៌ស្រាលរបៀបពណ៌សពណ៌ខ្មៅអីប៉ុណ្ណឹងទៅបានហើយកុំដាក់ stroke វាធំពេកដើម្បីឃើញអក្សររបស់យើងវាផុសឡើងលើបងចង់បានអក្សររត់ខាងលើអក្សរមកចំហៀងឲ្យបងចុចកន្លែង keyframe ពីវីដេអូមុននេះយើងគ្រាន់តែសេរីអក្សរហ្នឹងបងចង់ឲ្យវាលោតឃើញប៉ុណ្ណាគឺបងសេរីប៉ុណ្ណឹងមកអញ្ចឹងខ្ញុំចង់បានអក្សរខ្ញុំឃើញតែប៉ុណ្ណឹងបងអូសកន្លែងអក្សររបស់យើងហ្នឹងអូសមកមុខមកអូសតែប៉ុណ្ណឹងមកគឺ keyframe របស់យើងវារត់អក្សរឲ្យពេលដែលយើងចុច play បងឃើញអក្សរនៅខាងមុខបែបហ្នឹងបងចុចនៅលើនឹងមួយមកហើយបងរកមើលពាក្យថា layer បែបនេះនឹងលោតឲ្យបងដាក់សញ្ញាទៅ back ធ្វើតាមដូចខ្ញុំបង្ហាញហ្នឹងទៅគឺបានបងចង់ទិញប៊ិចនៅក្នុងវីដេអូហ្នឹងខ្ញុំក៏មានលក់ដែរមកដល់មេរៀនទី4ម្ដងយើងដាក់រូបភាពនៅពីខាងក្រោយផ្ទៃ background របស់យើងបងដែលគាត់ចេះគាត់ថាអូយប៉ុណ្ណឹងស្រួលប៉ុន្តែសម្រាប់អ្នកដែលគាត់អត់ចេះគឺអត់ចេះពិបាកមែនតើយើងរើសរូបភាពដែលយើងចង់ដាក់នៅលើវីដេអូរបស់យើងនឹងលោតបង្ហាញបែបហ្នឹងហើយបើជាវាអត់លោតទៅខាងក្រោយទេបងធ្វើដូចដែលខ្ញុំបានបង្ហាញនៅលើកមុនយើងដាក់អក្សរពីមុនខ្ញុំចង់ឲ្យរូបភាពរបស់ខ្ញុំមើលទៅវាឃើញព្រិលនៅខាងក្រោមហើយខ្ញុំរកមើលពាក្យថា mask នេះមកចុចនៅកន្លែងទី1មកវានឹងលោតបែបនេះអញ្ចឹងបងទាញបន្ទាត់របស់វាហ្នឹងចុះមកក្រោមមកក៏ជាឆ្ងល់កន្លែងសញ្ញាព្រួញចុះក្រោមហ្នឹងហើយកន្លែងហ្នឹងគឺដើម្បីដាក់ឲ្យវាព្រិលទាញខ្លាំងពេកកាលណាទាញខ្លាំងពេកគឺវាបាត់រូបរបស់យើងដើមអស់ហើយអញ្ចឹងខ្ញុំយកតែប៉ុណ្្នឹងឯងហើយយើងចុចសញ្ញា tick មកគឺបានរូបនៅខាងក្រោយវីដេអូរបស់យើងឃើញមកស្អាតដូចអ្នកអាជីពចឹងបើសិនជាចង់ឲ្យរូបភាពខាងក្រោយហ្នឹងវាដើរដូចដែលខ្ញុំបានបង្ហាញមុនហ្នឹងអញ្ចឹងមានឈ្នះអីក្រៅពី keyframe តែគឺប្រើ keyframe សឹងតែថាគ្រប់វីដេអូហើយចុចប៉ុណ្ណឹងមកហើយបងអូសចង់ឲ្យវាឈប់កន្លែងណាអីគឺបងអូសឈប់តំណឹងហើយបងទាញរូបភាពរបស់វាមកគឺវាមកតាមវីដេអូរបស់យើងហើយកន្លែងនេះគឺខ្ញុំកាត់រូបភាពខ្លះព្រោះអីវាវែងពេក frame ហ្នឹងក៏សំខាន់នៅក្នុងការកាត់វីដេអូដែរបងបើសិនជាបងស្រឡាញ់ពេញចិត្តវីដេអូហ្នឹងកុំភ្លេច share ហើយ like អ្នកមួយ